បាទគ្រូជំរាបសួរដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបការផុសវីដេអូបែប collaborator ដែល YouTube ទើបតែធ្វើការអាប់ដេតថ្មីបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរបងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាអាចធ្វើការតាមដានចំពោះវីដេអូរបស់ខ្ញុំមួយនេះបាទជាដំបូងគឺយើងចូលទៅក្នុង YouTube channel YouTube របស់យើងបាទអញ្ចឹងនេះគឺជា channel YouTube របស់ខ្ញុំដោយខ្ញុំបាទនឹងធ្វើការផុសនៅវីដេអូ short បាទអញ្ចឹងខ្ញុំនឹងធ្វើការ select នៅវីដេអូរបស់ខ្ញុំមួយដែលខ្ញុំនឹងធ្វើការផុសជាវីដេអូខ្លីៗបាទអញ្ចឹងគឺខ្ញុំសូម14វិនាទីបាទអញ្ចឹងគឺខ្ញុំនឹងធ្វើការចុចនៅពាក្យ next បាទអញ្ចឹងបងប្អូនអាចធ្វើការចុច next បន្តទៀតដើម្បីធ្វើការ upload វីដេអូ short ចូលទៅក្នុង channel YouTube របស់ខ្ញុំបាទអញ្ចឹងសម្រាប់នេះ title នេះគឺខ្ញុំដាក់ចំណងជើងម៉ាស៊ីនកិនទឹកអំពៅបាទអញ្ចឹងសម្រាប់ hashtag បងប្អូនអាចដាក់មិនក៏បានដែរគឺខ្ញុំដាក់ travel vlog short ខ្ញុំដាក់trading ខ្ញុំដាក់ subscriber បាទប៉ុណ្ណេះបន្តមកទៀត location ខ្ញុំដាក់ Cambodia related video យើងអាចធ្វើការកំណត់នៅវីដេអូយើងបានដើម្បីវាជួយតាក់ទាញនៅ viewer បានហើយ annotate content នេះគឺខ្ញុំយកពាក្យ no ដោយសារជាវីដេអូមិនមែនជាបង្កើតឡើងដោយ AI បាទអញ្ចឹងបន្តមកទៀតនៅត្រង់ចំណុច invite a collaborator នេះគឺយើងធ្វើការ select បាទបន្តមកទៀតកន្លែង search for a channel ខ្ញុំវាយនៅពាក្យ channel របស់ខ្ញុំមួយខ្ញុំដាក់ Kim កុសលបាទនេះបន្តមកទៀតនៅត្រង់ allow analytic viewing គឺខ្ញុំធ្វើការបើកបន្តមកទៀតខ្ញុំធ្វើការចុច create link បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺយើងត្រូវធ្វើការ copy link បាទបន្តមកទៀតគឺខ្ញុំធ្វើការចុចនៅពាក្យ done បាទអូខេខ្ញុំ back មកក្រោយវិញហើយខ្ញុំធ្វើការ upload បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះបងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាត្រូវធ្វើការរងចាំវីដេអូ short របស់យើងនៅពេលដែលធ្វើការ complete upload បាន 100% បងប្អូនអាចធ្វើការបើកនៅ channel របស់យើងមួយទៀតដែលយើងធ្វើការ collaborator ជាមួយនឹង channel ដែលយើងកំពុងតែធ្វើការផុសនេះបាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺខ្ញុំបានធ្វើការ upload ហើយអញ្ចឹងមុននេះគឺខ្ញុំបានធ្វើការ copy link ខ្ញុំសូមយកទៅ send ចូលទៅក្នុង Telegram របស់ខ្ញុំបាទខ្ញុំ pass បាទខ្ញុំអូខេរួចរាល់ហើយបន្តមកទៀតនៅត្រង់ចំណុចកន្លែងនេះគឺខ្ញុំសូមធ្វើការ refresh YouTube សិនតើបាទឥឡូវនេះសម្រាប់វីដេអូ short របស់ខ្ញុំបានធ្វើការ upload បាន1មីនុតហើយបាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺយើងត្រូវធ្វើការ switch account channel YouTube ដែលយើងចង់ធ្វើការ collaborator បាទគឺរួចរាល់បន្ទាប់មកទៀតគឺយើងចូលទៅក្នុង channel YouTube របស់យើងដែលមុននេះគឺខ្ញុំបានធ្វើការ upload ឥឡូវនេះគឺខ្ញុំសូមធ្វើការ switch account ទៅ channel YouTube ដែលខ្ញុំបាទនឹងធ្វើការ collaborator ជាមួយបាទអញ្ចឹងគឺរួចរាល់ហើយបន្ទាប់មកទៀតគឺយើងត្រូវធ្វើការបើកទៅលើ Telegram ដែលខ្ញុំបានធ្វើការ copy link មុននេះបាទខ្ញុំធ្វើការ click ទៅលើ link channel YouTube បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះនៅពេលដែលយើងធ្វើការ collaborator រួចរាល់ហើយវាតម្រូវឲ្យយើងធ្វើការចុចទទួលបាទខ្ញុំធ្វើការចុច accept បាទអញ្ចឹងគឺរួចរាល់ហើយអញ្ចឹងយើងអាចធ្វើការមើលបានថានៅពេលដែលខ្ញុំបានធ្វើការ collaborator channel YouTube របស់ខ្ញុំសម្រាប់
មួយវីដេអូដើម្បីធ្វើការ promote នៅ channel មួយទៀតបាទអញ្ចឹងគឺខ្ញុំសូមback មកក្រោយខ្ញុំសូមធ្វើការបើកនៅ channel ថ្មីមួយទៀតដើម្បីខ្ញុំមើលនៅវីដេអូដែលខ្ញុំបានធ្វើការផុសមុននេះតើវាបានធ្វើការ collaborator ជាមួយនឹង channel មួយទៀតដែលខ្ញុំបានធ្វើការភ្ជាប់ជាមួយនឹង channel ដែលខ្ញុំនឹងធ្វើការផុសមុននេះបាទអញ្ចឹងឃើញថា2សម្រាប់ channel YouTube របស់ខ្ញុំដែលខ្ញុំបានធ្វើការ collaborator បាទឃើញមានរូបនៅ icon ដែលមាន channel របស់ខ្ញុំ2បាទមានកុសល Kim ហើយនិង Kim កុសលបាទអញ្ចឹងនេះគឺជារបៀបនៃការ collaborator channel 2ដែលយើងអាចធ្វើការជួយនៅ promote នៅ channel របស់យើងមួយទៀតបាទអញ្ចឹងបើសិនជាបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាចង់ធ្វើការ collaborator បែបនេះអាចធ្វើការតាមដានចំពោះវីដេអូរបស់ខ្ញុំនេះបាទហ្នឹងហើយសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំបានមានការបង្ហាញជូនដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាអំពីរបៀបការ collaborator វីដេអូចូលទៅក្នុង channel YouTube របស់យើងមួយទៀតជាចុងបញ្ចប់នៃវីដេអូខ្ញុំបាទក៏សូមអរគុណដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនានៃវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ